អរុនសួស្តីមិត្តភក្តិទាំងអស់គ្នាចាបងប្អូនជាមួយនឹងវីដេអូរយៈពេល7 នាទីនេះខ្ញុំសូមមកបង្ហាញជាមួយនឹងការថែទាំស្បែកមុខគឺជា skin care routine ចាជាមួយនឹងការចាប់ផ្ដើមនៃ skin care routine របស់ខ្ញុំគឺមានការធ្វើ cleansing oil ហើយលាងសម្អាតជាមួយនឹង foam ពពុះហើយយើងក៏ចាប់ផ្ដើមធ្វើជាមួយនឹង clay mask ចាបន្ទាប់ពីយើងក្លៀមមកហើយបានរយៈពេលប្រហែលជា3 នាទីយើងក៏ម៉ាស្សាសើមជាមួយនឹង toner ហើយយើងក៏សម្អាតបន្ទាប់មកក៏ធ្វើការបិទម៉ាស់អញ្ចឹងបងប្អូនជាមួយនឹងការថែទាំស្បែកមុខរបស់ខ្ញុំគឺមួយរយៈនេះមិនសូវបានមានពេលទៀងទាត់ទេតែក៏ចាប់ផ្ដើមធ្វើការថែទាំនឹងឡើងវិញខ្ញុំចាប់ផ្ដើមថែទាំអញ្ចឹងក៏ឃើញថាស្បែកមុខរបស់យើងនឹងវាក៏ប្រសើរស្អាតជាងមុនច្រើនអញ្ចឹងបងប្អូនដែលមានបញ្ហាស្បែកមុខស្ងួតខ្វះសំណើមខ្មៅស្អាតអីចឹងសម្រាប់គ្រប់គ្រាន់បងប្អូនអាចឆ្លៀតពេលតិចតួចសម្រាប់ថែទាំស្បែកមុខខ្លួនឯងហើយនេះជាបទពិសោធន៍តិចតួចដែលនាងខ្ញុំប្រើជាប្រចាំហើយអ្វីដែលមិនអាចខ្វះបានហ្នឹងបងប្អូនចាំគឺការថែទាំជាមួយនឹងការពេលកម្ដៅថ្ងៃចាបងប្អូនហើយនេះឃើញថា step ដែលនាងខ្ញុំថែទាំស្បែកមុខហ្នឹងក៏បានរួចរាល់ហើយដែរតែនៅឡើយតែសក់ក្បាលចានៅពេលដែលមុខយើងរៀបចំហើយប៉ុន្តែសក់ក្បាលយើងហ្នឹងគឺថាមិនទាន់មានរបៀបរៀបរយក៏មើលទៅឃើញថាយ៉ាប់ដែរចាអញ្ចឹងវីដេអូនេះអស់ហើយចាប់ត្រឹមប៉ុណ្្នេះចាអរគុណច្រើន